បាទសួស្តីទាំងអស់គ្នាសូមទៅបន្តលំហាត់គណិតថ្នាក់ទី11យើងបន្តគឺក្នុងមេរៀនទី3ស្វេធននិមិត្តរបស់យើងដដែលសូមទៅលំហាត់ទី15ដែលលំហាត់ទី15របស់យើងគឺគេឲ្យតួទី3នៃស្វេធននិមិត្តមានតម្លៃស្មើនឹង3និងតួទី6មានតម្លៃស្មើនឹង3លើ8សំណួរគេសួរថាគណនាផលធៀបរួមតួទី1ហើយនិងផលបូក8តួដំបូងចឹងនៅក្នុងលំហាត់ទី15នេះគេសួរមាន3ចំណុចទី1គឺផលធៀបរួមឬក៏រេសុងតាមលើ Q ហើយតួទី1របស់យើងតាមលើ A1 ហើយនិងផលបូក8តួដំបូងយើងតាមលើ S8 ចឹងនៅក្នុងលំហាត់ទី15នេះមានរូបមន្តសំខាន់មាន3ណាចឹងសូមទៅចម្លើយនៃលំហាត់ទី15តួទី3ស្មើនឹងតួទី3ស្មើនឹង3ហើយតួទី6ស្មើ3លើ8នេះជាសមិទ្ធកម្មអូខេតួទី3ស្មើ3តួទី6ស្មើ3លើ8ចឹងមានថាយើងស្គាល់ចំនួន2តួអញ្ចឹងបើយើងស្គាល់2តួអញ្ចឹងយើងអាចរករេសុងបានហើយពិសេសជាងនេះទៀតបើសិនយើងស្គាល់2តួជាប់គ្នាយើងអាចរករេសុងបានលឿនជាងហ្នឹងទៀតតែនេះដោយសារយើងស្គាល់2តួក៏ប៉ុន្តែមិនមែនជាតួបន្តគ្នាអញ្ចឹងយើងអាចកំណត់តួទីសំដៅអាចរករេសុងរបស់វាតាមរូបមន្តមួយគឺរូបមន្តតួទី n ដែលរូបមន្តតួទី n របស់យើងប្រើរូបមន្ត an ស្មើនឹង ak គុណនឹង q ស្វ័យគុណ n ដក k នៅក្នុងនោះយើងយក an គឺ a6 ហើយនិង ak ស្មើនឹង a3 ចឹងយើងបាន a6 ស្មើនឹង a3 គុណនឹង q ស្វ័យគុណ6ដក3យើងជំនួស a6 ដោយ3លើ8ជំនួស a3 ដោយលេខ3ចឹងយើងបាន3លើ8ស្មើនឹង3គុណនឹង q ស្វ័យគុណ3បន្ទាប់មកយើងធ្វើការសម្រួលអង្គទាំងពីរនឹងលេខ3ចោលទៅយើងបាន q ស្វ័យគុណ3ស្មើ1លើ8ហើយនាំឲ្យ q ស្មើរឹសទី3នៃ1លើ8រឹសទី3នៃ1លើ8ចេញពីរឹសទី3ស្មើនឹង1លើ2អញ្ចឹង q របស់យើងមានតម្លៃស្មើនឹង1លើ2បន្ទាប់មកយើងទៅសំណួរបន្តគឺរកតួទី1តួទី1គឺ a1 អញ្ចឹងបើយើងរក a1 យើងអនុវត្តតាមរូបមន្ត an ដដែលតែយើងប្រើតាម a1 វិញម្ដង an ស្មើនឹង a1 គុណនឹង q ស្វ័យគុណ n ដក1នៅក្នុងនេះយើងជំនួស an ដោយ a3 ហើយនឹង q របស់យើងឃើញ1លើ2យើងបាន a3 ស្មើនឹង a1 គុណនឹង q ស្វ័យគុណ3ដក1ហើយជំនួស a3 ដោយលេខ3ហើយនឹង q 1លើ2ចឹងយើងបាន3ស្មើនឹង a1 គុណនឹង1លើ2លើកជាការ៉េ1លើ2លើកជាការ៉េស្មើនឹង1លើ4ហើយបន្ទាប់មកយើងទាញរក a3 ទាញរក a3 យក4គុណនឹង3 4គុណនឹង3ស្មើ12អញ្ចឹង a1 របស់យើងស្មើ12គឺជាតួទី1ហើយបន្ទាប់ពីរកតួទី1ហើយគេឲ្យគណនាផលបូក8តួដំបូងដោយយើងមានសមត្ថកម្ម a1 ស្មើនឹង12ហើយនឹង q ស្មើ1លើ2យើងអាចអនុវត្តតាមរូបមន្ត SN របស់យើងគឺស្មើនឹង a1 គុណនឹង q ស្វ័យគុណ n ដក1ចែកឲ្យ q ដក1នៅក្នុងនោះ n ស្មើ8ហើយ a1 ស្មើនឹង12 q ស្មើនឹង1លើ2ពេលយើងចំនួនទៅយើងបាន a8 ស្មើ12គុណនឹង1លើ2ស្វ័យគុណ8ដក1 1លើ2ដក1ហើយយើងធ្វើការគណនា1លើ2ដក1យើងបានដក1លើ2 1លើ2ស្វ័យគុណ8យើងបាន1លើ256ហើយតម្រូវព្យាបែងទៅយើងបាន1ដក256លើ256 12នៅដដែលហើយ1លើ2ដក1នេះស្មើនឹង1ដក2លើ2យើងធ្វើការគណនាបន្តទៀត1ដក256ស្មើដក255លើ256ហើយ1ដក2ស្មើនឹងដក1លើ2ធ្វើការសម្រួលឬគុណចម្រាស់បន្តទៀតដកបាត់ដកនេះទៅជាបូកមកណាហើយយើងបាន12គុណជាមួយនឹង256ចែក128គឺយើងយក256ចែកនឹង2ឃើញ128 28បន្ទាប់មកយើងយក12សម្រួលជាមួយនឹង4យើងបាន3ហើយ128សម្រួលនឹង4បាន32និងចុងក្រោយយើងយក3គុណនឹង2 55យើងឃើញ765លើ32ពីនេះផលបូក8តួដំបូងរបស់សវិធនិមិត្តរបស់យើងគឺ S8 ស្មើនឹង765លើ32បាទសូមអរគុណ